nhưng trong lực thực chất con nhóm nó ai quạt sai chìm được để trá để ai hiện đâu Oxford Harvard University chứ thực tế chúng đang thành giấy sao mình bây giờ mà này bây giờ đấy miền bên tay Việt miền bây giờ kháng này thôi còn miền rục kịp nông phục của bán ở quạt sầm máy trên trên cô đào nữa vì miền bây giờ chị thế nhưng miền bộ mẹ mỗi quạt graduate quạt bị chọcการศึกษามาពី Oxford ហើយខ្ញុំបលកូនខ្ញុំថាកូនចង់ទៅជួបពូម៉ែប៉ាអត់ប្រកូនខ្ញុំអាយុ12ឆ្នាំទៅជួបគាត់ប៉ុន្តែទៅញ៉ាំភីសាអូខេអាចទៅជួបហ្នឹងសំខាន់ដែរតែអត់សំខាន់ដូចញ៉ាំភីសាប៉ុន្តែយើងទៅដឹងថាការលើកទឹកចិត្តគាត់អីគេគឺថាញ៉ាំភីសាមួយពូមួយមកពី Oxford ហើយគេទៅជួបគ្នាហើយគេនិយាយគ្នាហើយគេនិយាយគ្នាហើយម្នាក់មកហ្នឹងគាត់ឆ្លាតដែរគាត់ជួបក្មេងៗណាកូនខ្ញុំគាត់ហៅពួកម៉ាក់គាត់ទៅពី3នាក់ទៅ3នាក់ចឹងទាំងគាត់ទៀតតែ3នាក់ហើយញ៉ាំភីសាហើយគាត់ម្នាក់ហ្នឹងគាត់និយាយថាអូនៅ Oxford មានអានេះកន្លែងគេថតរឿង Harry Potter អាហ្នឹងល្បីណាហើយអាគារគេ100ឆ្នាំជាងពេលយើងចូលទៅមានអារម្មណ៍មិនអីទៅពួកហ្នឹងស្ដាប់ឡើងជក់ចិត្តហ្មងហើយបានគាត់និយាយពីរឿងរៀនសូត្រគាត់សួរថាអូធ្វើម៉េចបានទៅនឹងមិនធ្វើម៉េចបានរៀននៅ Oxford ហ្នឹងហើយគាត់និយាយថាអូ Oxford បន្ទុក GPA អ្នកនរគ្នាអាចដឹងថា GPA ហ្នឹងបប4ចុចហ្នឹងគឺជា the best ថា Oxford គេអត់ខ្វល់រឿងបន្ទុកទៀតទេគេខ្វល់រឿងគំនិតគេខ្វល់រឿងតើយើងចង់ដោះស្រាយពិភពលោករឿងពិភពលោកហ្នឹងអីគេយើងចង់បង្កើត business អីថ្មីដែលជួយទៅពិភពលោកព្រោះអីអ្នករៀននៅ Oxford ហ្នឹងសិតតែកូនថ្នាក់ដឹកនាំពិភពលោកសិតតែកូនសេដ្ឋីចឹងបន្ទុកគេឡើងសំខាន់ហើយកូនខ្ញុំថាអូបន្ទុកអត់សំខាន់ទេណាអាហ្នឹងអត់សំខាន់ទេឯងត្រូវតែមាន4ចុចលែងនិយាយរឿងបន្ទុកឯងបន្ទុកឯងត្រូវតែ the best ល្អហ្មងអូយល់ហើយគេឡើងជក់ចិត្តមែនទេហើយពេលគេត្រឡប់មកវិញខ្ញុំសួរគេមិនដែរអូគេចាប់អារម្មណ៍ចង់ទៅរៀននៅ Oxford ហ្នឹងអញ្ចឹងទៅពេលដែលខ្ញុំមិនបិឆោតទេណាដឹកនាំគាត់ទៅអញ្ចឹងទៅគោលដៅដែលខ្ញុំចង់ឲ្យគាត់ចង់រៀនសាលាល្អបានអត់ខ្ញុំមិនដឹងទេប៉ុន្តែសំខាន់ឲ្យមានគោលដៅចង់ទៅរៀនសាលាដែលល្បីជាងគេលើពិភពលោកចង់បង្កើតអីមួយដែលថ្មីចង់ឲ្យខ្លាចជាអ្នកប្រាជ្ញហ្នឹងខ្ញុំគិតថាបានជោគជ័យមួយកលៈខ្ញុំមិនបាច់ទៅបង្ខំគាត់ឲ្យថាអូខ្លួនឯងត្រូវទៅប្រឹងរៀនហើយបានទៅរៀនសាលាល្អខ្ញុំមិនបាច់និយាយចឹងអាហ្នឹងជាឧទាហរណ៍ហើយស៊ីគ្នាមួយអ្វីដែលស៊ូលីបានលើកឡើងអញ្ចឹងបើយើងចេះឲ្យគាត់មើលឃើញគោលដៅខាងក្រោយគោលដៅដែលត្រូវគឺថារៀនហ្នឹងឥឡូវគាត់ឡើងគិតថារៀនហ្នឹងត្រូវតែយើងបង្ខំឯងគាត់ថារៀនហ្នឹងគ្រាន់តែជាស្ពានមួយឆ្លងទៅអ្វីដែលគាត់ចង់បានគឺគាត់ចង់ទៅលេងចង់ទៅរៀននៅ Oxford អញ្ចឹងអាហ្នឹងជារឿងមួយដែលថាបើយើងចង់បណ្ដុះកូនយើងឲ្យមានគោលដៅឲ្យប្រឹងរៀនឲ្យមានអាជីពចឹងគឺត្រូវមើលឲ្យឆ្ងាយថាតើគាត់បានអីគេពីគាត់ខំប្រឹងរាល់ថ្ងៃណាគាត់បានអីគេគាត់សប្បាយគេគាត់ enjoy គេហើយដើម្បីគាត់មិនដើម្បីយើងណាព្រោះគោលដៅគឺជាគោលដៅរបស់គាត់ត្រូវតែមានភាពម្ចាស់ការអញ្ចឹងនេះគឺជារឿងជា story មួយដែលខ្ញុំដែលលោកអ្នកអាចគិតមើលថាតើយើងធ្វើម៉េចឲ្យពួកគាត់មានអត្តន័យពីក្រោយគោលដៅដែលយើងដែលគាត់មាននឹង